សម្រួលសួរថាតើសត្វឆ្កែគឺគ្រាន់តែជាសត្វដែលយាមផ្ទះឲ្យអ្នកឬក៏សត្វឆ្កែជាសមាជិកជាកូនរបស់អ្នកចិញ្ចឹមបើជាកូនមនុស្សកាលណាចាក់ថ្នាំឬចាក់វ៉ាក់សាំងដោយមនុស្សធម្មតាដែលមិនមែនជាពេទ្យជាប់គុកប៉ះពាល់ផ្លូវច្បាប់អត់អាចធ្វើបានទេតើតែពេទ្យបានអាចធ្វើបានតែដោយសារតែសត្វឆ្កែឬឆ្មាគ្រាន់តែជាសត្វធម្មតាបានជាអ្នកណាក៏ចាក់វ៉ាក់សាំងបានអ្នកណាក៏ផ្ដោតថ្នាំបានអ្នកណាក៏អាចមានលទ្ធភាពព្យាបាលបានដែរសូម្បីតែម្ចាស់ខ្លួនឯងពេលខ្លះអត់បានបង្រៀនពេទ្យផងអត់យល់ពីថ្នាំបន្តិចហើយហ៊ានលើកដៃកាន់សារ៉ាំងកាន់បញ្ចូលយកទៅចាក់ថ្នាំឲ្យសត្វឆ្កែរបស់យើងព្រោះអីគាត់គិតថាសត្វឆ្កែគ្រាន់តែជាសត្វមិនមែនជាកូនមិនមែនជាសមាជិកនៅក្នុងគ្រួសារទេគ្មានតម្លៃអ្វីទេបើមិនជាគាត់គិតថាសត្វឆ្កែគឺជាសត្វដែលមានតម្លៃជាសមាជិកមួយនៅក្នុងក្រុមគ្រួសាររបស់គាត់មិនអាចលើកដៃចាក់ថ្នាំទៅលើសត្វឆ្កែរបស់គាត់ឬក៏គាត់មិនអាចយកសត្វឆ្កែរបស់គាត់ទៅឲ្យមនុស្សធម្មតាដែលមិនបានរៀនពេទ្យមិនបានមានសញ្ញាបត្រត្រឹមត្រូវមកចាក់ថ្នាំកូនគាត់ទេសួរថាតើនេះគឺជាបញ្ហារបស់អ្នកណាម្ចាស់ខ្លួនឯងអត់ឲ្យតម្លៃសត្វខ្លួនឯងដល់ពេលហើយមានបញ្ហាមានគ្រោះថ្នាក់ទើបស្រែកឲ្យគេជួយអញ្ចឹងសំណួរសួរថាតើមនុស្សធម្មតាដែលមិនបានរៀនពេទ្យចាក់វ៉ាក់សាំងឲ្យឆ្កែឲ្យឆ្មាបានទេឬអាស្រ័យតម្លៃរបស់ម្ចាស់ដែលគាត់គិតថាតើគាត់ឲ្យតម្លៃសត្វរបស់គាត់ត្រឹមកម្រិតណាត្រឹមជាសត្វចិញ្ចឹមដើម្បីគ្រាន់តែមើលថែផ្ទះឬក៏ជាសមាជិកមួយនៅក្នុងគ្រួសាររបស់គាត់អញ្ចឹងគិតខ្លួនឯង